កប៉ាល់ថៃមួយគ្រឿងទៀតប្រហើនមិនស្ដាប់អ៊ីរ៉ង់ព្រមានទីបំផុតត្រូវស៊ីមីស៊ីលនៅច្រកហោមុបាទកប៉ាល់សៀមបងប្អូនកប៉ាល់អាចោសៀមប្រហើនបងប្អូនហើយឆ្លងកាត់ច្រកសមុទ្រហោមុដោយមិនអើពើត្រូវបានស៊ីមីស៊ីលរបស់អ៊ីរ៉ង់បាទអញ្ចឹងបងប្អូនយើងតាមដានទាំងអស់គ្នាបាទកប៉ាល់ពាណិជ្ជកម្មថៃមួយគ្រឿងត្រូវស៊ីគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់នៅច្រកសមុទ្រហោមុព្រោះតែប្រហើនធ្វើដំណើរឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រមួយនេះមិនអើពើនឹងការព្រមានរបស់កងឆ្មាំបដិវត្ត IRGC របស់អ៊ីរ៉ង់បាទអ៊ីរ៉ង់បានហាមហើយបងប្អូនប៉ុន្តែវាប្រហើនអត់អើពើអត់ដឹងថាវាមានអំនួតអួតអីទេបងប្អូនវាមានអំនួតខាងគេហៅថាបងធំនៅអាស៊ីហើយទៅគេទៅហ៊ានប្រហើននៅបងជាមួយនឹងបងធំនៅខាងលោកខាងឡែកទៀតបាទតាមការផ្សាយរបស់ Time of Israel នៅថ្ងៃទី18 ខែកក្កដាឆ្នាំ2026 IRGC របស់អ៊ីរ៉ង់បានកំណត់គោលដៅនឹងវាយប្រហារកប៉ាល់នេះកាលពីថ្ងៃសុក្របាទបងប្អូនកាលពីថ្ងៃសុក្រម្សិលមិញហ្នឹងត្រូវបោះកប៉ាល់អាចោសៀមបាទអាចោសៀមវាអំនួតពេកវាអត់ខ្លាចគេឯងទេបងប្អូនអញ្ចឹងហើយវាត្រូវមកមីស៊ីលរបស់អ៊ីរ៉ង់គឺសំហេតុផលហើយបាទព្រោះកប៉ាល់ប្រងើយកន្តើយទោះមានការព្រមានតាមវិទ្យុតាកតងជាច្រើនលើកច្រើនសារហើយក៏ដោយបាទនឹងហើយបងប្អូនគឺគេបានព្រមានតាមវិទ្យុទំនាក់ទំនងច្រើនសារតែវាអត់ខ្លាចគេបងប្អូនអត់ខ្លាចគេអញ្ចឹងហើយបានជាអ៊ីរ៉ង់ធ្វើទៅតាមច្បាប់របស់ប្រទេសរបស់គេបាទតែអត់គ្រប់គេក៏អត់គ្រប់យើងវិញដែរបាទអត់មានដូចវាធ្លាប់ធ្វើដាក់កម្ពុជាបានបងប្អូនដល់ពេលធ្លាប់ធ្វើដាក់កម្ពុជាបានវាស្មានតែប្រទេសនៅលើលោកហ្នឹងទុនខ្សោយដូចកម្ពុជាទាំងអស់បាទទៅវាហ៊ានអត់គោរពគេឯងអញ្ចឹងទៅបាទនឹងហើយមូលហេតុដែលខាងអ៊ីរ៉ង់ហ្នឹងវាគាត់បាញ់ប្រហារទៅបានហើយព្យាយាមឆ្លងកាត់ផ្លូវទឹកទាំងដែលមិនសមអនុញ្ញាតពីទីក្រុងតេហេរ៉ង់ទៅតែសោះបាទបងប្អូនឆ្លងកាត់ប្រទេសគេហើយអត់សមការអនុញ្ញាតគេទៀតណាបងប្អូនអត់ដឹងថាពួកវាគិតអីទេបាទទោះបីជាយ៉ាងណាក៏ដោយមិនមានព័ត៌មានលំអិតទេថាតើមាននាវិកប៉ុន្មាននាក់នៅលើកប៉ាល់នោះហើយមាននរណាម្នាក់រងរបួសដែរឬទេបាទយើងអត់ទាន់ដឹងព័ត៌មាននៅឡើយទេបាទថាអ្នកមានរបួសឬក៏អ្នកបាត់បង់ជីវិតអីនឹងប៉ុន្មានអ្នកគឺយើងមិនទាន់បានព័ត៌មានបញ្ជាក់ច្បាស់លាស់នៅឡើយទេបាទជុំវិញការវាយប្រហារនេះ IRGC ក៏ផ្ដាំផ្ញើផងដែរថាកប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្មណាក៏ដោយដែលឆ្លងកាត់ច្រកសមុទ្រនេះត្រូវតែសុំការអនុញ្ញាតជាដាច់ខាតជាមុនសិនពីអាជ្ញាធរកងទ័ពជើងទឹកអ៊ីរ៉ង់បាទនឹងឲ្យខាងអ៊ីរ៉ង់ក៏គេប្រកាសដែរគេថាមុននឹងឆ្លងកាត់កន្លែងយុទ្ធសាស្ត្ររបស់គេត្រូវតែជូនដំណឹងទៅអ៊ីរ៉ង់សុំការអនុញ្ញាតគេជាមុនតែអាចសៀមវាអត់ចឹងទេវាអត់ខ្លាចគេទេបងប្អូនសម្បីតែអាមេរិកហើយវានៅតែខ្ទើដាក់អត់ស្ដាប់ការចរចារវាងកម្ពុជាហើយនិងថៃនោះដែរបាទការលោកដូណាល់ត្រាំគាត់បានចុះមកសញ្ញាហត្ថលេខាបងប្អូនបាទកាលពីខែមីនាកប៉ាល់ដឹកទំនិញថៃឈ្មោះមេយ៉ារីណារីបានមាននាវិក23នាក់ក៏រងការវាយប្រហារដោយគ្រាប់មីស៊ីលរបស់កងទ័ពជើងទឹក IRGC របស់អ៊ីរ៉ង់ផងដែរនៅច្រកសមុទ្រហូម៉ូសបណ្ដាលឲ្យនាវិក3នាក់ស្លាប់កប៉ាល់នោះចេញដំណើរពីកំពង់ផែ Khalifa នៃប្រទេសអ៊ីមីរ៉ាតអារ៉ាប់រួម សំដៅទៅកាន់ប្រទេសឥណ្ឌាបាទគឺ
កប៉ាល់អាជើសៀមហ្នឹងគឺដឹកប្រេងតាមច្រកសមុទ្រហូមូសឆ្លងកាត់តាមកំពង់ផែរបស់ប្រទេសអារ៉ាប់រួមដើម្បីឆ្លងទៅប្រទេសឥណ្ឌាហើយបានមកថៃប៉ុន្តែអកុសលអីវាអត់គោរពច្បាប់ទម្លាប់ខាងអ៊ីរ៉ង់ក៏ព្រមានដោយបាញ់កប៉ាល់នោះឆេះទៅបាទនៅថ្ងៃទី11ខែមីនាពេលកំពុងធ្វើដំណើរឆ្លងកាត់ច្រកហូមូសគ្រាប់មីស៊ីលអ៊ីរ៉ង់បានបាញ់ចំផ្នែកខាងក្រោយបណ្ដាលឲ្យផ្ទុះនិងឆាបឆេះយ៉ាងខ្លាំងនៅក្នុងបន្ទប់ម៉ាស៊ីនបាទពាក់ព័ន្ធហេតុការណ៍នេះអ៊ីរ៉ង់បញ្ជាក់ថាកប៉ាល់ថៃបានផ្កើនមិនស្ដាប់ការព្រមានបាទវាផ្កើនបងប្អូនបានថាបាទអត់ដឹងវាគិតអីទេបងប្អូនវាគិតថាវានឹងមហាអំណាចហើយបាទទៅផ្កើនជាមួយគេគ្រប់ប្រទេសបាទហើយព្យាយាមបើកឆ្លងកាត់ផ្លូវទឹកដោយគ្មានការអនុញ្ញាតឃើញទេបងប្អូនអត់អនុញ្ញាតគេទៀតណាបាទសំនឹងគេបាញ់ហ្នឹងបាទដោយសារអីដោយសារយើងអត់អនុញ្ញាតអត់ទៅផ្កើនជាមួយគេបាទក្នុងអំឡុងពេលដែលទីក្រុងតេហេរ៉ង់ប្រកាសបិទបាទកំឡុងគេប្រកាសបិទនឹងទៀតបាទអរគុណពុកម៉ែបងប្អូនសម្រាប់ព័ត៌មានថ្ងៃនេះហើយខ្ញុំបានបញ្ចប់ត្រឹមនេះសូមអរគុណសម្រាប់ពុកម៉ែបងប្អូនដែលតែងតែតាមដានក៏ដូចជាទស្សនាបាទកុំភ្លេចជួយចុច Subscribe ខ្ញុំម្នាក់មួយផងបាទដើម្បីខ្ញុំបាទធ្វើដកស្រង់យកព័ត៌មានសំខាន់ទាន់ហេតុការណ៍មួយជួរចែកជូនពុកម៉ែបងប្អូនស្ដាប់ជារៀងរាល់ថ្ងៃបន្តទៀតបាទសូមគោរពអរគុណសូមជម្រាបលាបាទ